ចំពុកទី5គុំទុកក្នុងចិត្តនៅអ្វីដែលមិនមែនជារឿងរបស់អ្នកមិនមែនគ្រប់យ៉ាងដែលគេនិយាយមកកាន់អ្នកសុទ្ធតែជារឿងរបស់អ្នកពិតប្រាកដនោះទេប៉ុន្តែប្រសិនបើអ្នកមិនប្រុងប្រយ័ត្នអ្នកនឹងរែកពុនវាដូចជាវាជារឿងរបស់អ្នកអញ្ចឹងមតិយោបល់ដែលមិនប្រុងប្រយ័ត្នទឹកដុំសម្លេងដែលអាក្រក់ការរិះគន់ដែលមិនយុត្តិធម៌រឿងទាំងនេះអាចមកតាំងទីនៅក្នុងចិត្តរបស់អ្នកហើយចាប់ផ្ដើមកំណត់អារម្មណ៍របស់អ្នកចំពោះខ្លួនឯងអ្នកគិតចុះគិតឡើងវិភាគវាហើយជួនកាលថែមទាំងជឿវាទៀតផងហើយតាមរយៈការធ្វើបែបនេះអ្នកបានផ្ដល់អំណាចឲ្យអ្នកដទៃមកលើស្ថានភាពផ្លូវចិត្តរបស់អ្នកលើសពីអ្វីដែលគេគួរទទួលបានការពិតគឺថាមនុស្សភាគច្រើននិយាយចេញពីទស្សនៈរបស់ពួកគេផ្ទាល់អារម្មណ៍របស់ពួកគេផ្ទាល់និងកម្រិតនៃសមត្ថភាពរបស់ពួកគេផ្ទាល់នៅពេលនរណាម្នាក់មានប្រតិកម្មមិនល្អវាតែងតែជារឿងពាក់ព័ន្ធនឹងអ្នកតិចតួចណាស់តែវាពាក់ព័ន្ធនឹងអ្វីដែលពួកគេកំពុងជួបប្រទះក្នុងចិត្តរបស់ពួកគេច្រើនជាងភាពតានតឹងភាពមិនជឿជាក់ភាពមុមារបស់ពួកគេទាំងអស់នេះត្រូវរកកន្លែងបញ្ចេញហើយជួនកាលអ្នកគ្រាន់តែជាកន្លែងដែលគេបញ្ចេញមកដាក់ប៉ុណ្ណោះប៉ុន្តែគ្រាន់តែរឿងអ្វីមួយត្រូវបានតម្រង់មករកអ្នកមិនមែនមានន័យថាវាជារបស់អ្នកឡើយបញ្ហាចាប់ផ្ដើមនៅពេលអ្នកប្រកាន់វាជារឿងបុគ្គលនៅពេលអ្នកសន្មតថារាល់ការរិះគន់ឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នករាល់ទឹកដុំសម្លេងមិនល្អឆ្លុះបញ្ចាំងពីសារៈសំខាន់របស់អ្នកហើយរាល់ការមិនយល់ស្របឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នកនៅពេលរឿងនោះកើតឡើងអ្នកនឹងក្លាយជាអ្នកជាប់ជំពាក់ផ្លូវអារម្មណ៍ជាមួយរាល់ការប្រាស្រ័យទាក់ទងអ្នកចាប់ផ្ដើមមានប្រតិកម្មមិនត្រឹមតែចំពោះអ្វីដែលគេនិយាយប៉ុណ្ណោះទេប៉ុន្តែចំពោះអ្វីដែលអ្នកគិតថាវាមានន័យចំពោះអ្នកហើយនោះគឺជាកន្លែងដែលចំនួនមិនចាំបាច់ចាប់ផ្ដើមEthan Walker បានធ្លាក់ចូលក្នុងទម្រង់បែបបទនេះដោយមិនដឹងខ្លួនគាត់គឺជាអ្នករចនា graphic ឯករាជ្យដែលធ្វើការជាមួយអតិថិជនមកពីវិស័យផ្សេងគ្នាការងាររបស់គាត់គឺជាការច្នៃប្រឌិតហើយដូចជាការងារច្នៃប្រឌិតទាំងអស់ដែរវាតែងតែមានការផ្ដល់មតិយោបល់នៅដើមដំបូងនៃអាជីពគាត់មានចិត្តឃ្លាវខ្លានិងលះបង់ខ្លាំងគាត់បានដាក់អស់ពីកម្លាំងកាយចិត្តទៅក្នុងរាល់គម្រោងប៉ុន្តែយូរទៅអ្វីចាប់ផ្ដើមផ្លាស់ប្ដូររាល់ពេលដែលអតិថិជនរិះគន់ការងាររបស់គាត់សូម្បីតែបន្តិចបន្តួចក៏ Ethan មានអារម្មណ៍ជឿចាប់ខ្លាំងដែរប្រសិនបើអតិថិជននិយាយថានេះមិនទាន់ជាអ្វីដែលខ្ញុំចង់បានទេគាត់នឹងងើថាការងារនេះមិនល្អគ្រប់គ្រាន់ទេប្រសិនបើនរណាម្នាក់សុំឲ្យកែសម្រួលគាត់បកស្រាយថាវាជាការបរាជ័យកាលណាគាត់កាន់តែយកបញ្ហាទាំងនេះទុកក្នុងចិត្តកាន់តែខ្លាំងទំនុកចិត្តរបស់គាត់ក៏កាន់តែធ្លាក់ចុះគាត់ចាប់ផ្ដើមសង្ស័យលើខ្លួនឯងគាត់ធ្វើការលើការរចនាខ្លាំងហួសហេតុពេកដើម្បីព្យាយាមគេចចេញពីការរិះគន់អវិជ្ជមានហើយអ្វីដែលគួរឲ្យអស់សំណើចនោះគឺវាធ្វើឲ្យការងាររបស់គាត់កាន់តែគ្មានប្រសិទ្ធភាពមានគម្រោងមួយដែលជំរុញគាត់ឲ្យដល់កម្រិតកំណត់អតិថិជនម្នាក់បានបដិសេធសេចក្តីព្រាងជាច្រើនលើកនិងបានបញ្ចេញភាពមុម៉ៅចំពោះទិសដៅការងារការផ្ដល់មតិយោបល់នោះគឺត្រង់និងហាក់ដូចជាអាក្រក់ Ethan ប្រកាន់វាជារឿងបុគ្គលខ្លាំងគាត់ចំណាយពេលរាប់ម៉ោងដើម្បីព្យាយាមកែគ្រប់យ៉ាងមិនមែនដើម្បីឲ្យការរចនាកាន់តែល្អឡើយតែដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនឯងនៅចុងបញ្ចប់នៃគម្រោងគាត់អស់កម្លាំងខ្លាំងមុម៉ៅនិងសង្ស័យលើសមត្ថភាពខ្លួនឯងរហូតតតែគាត់បាននិយាយជាមួយអ្នករចនាដែលមានបទពិសោធន៍ម្នាក់ទើបគាត់ចាប់ផ្ដើមឃើញអ្វីខុសពីមុនអ្នករចនានោះបានប្រាប់គាត់នៅពាក្យសាមញ្ញតែមានអំណាចអ្នកមិនមែនរចនាដើម្បីខ្លួនឯងទេហើយប្រតិកម្មរបស់ពួកគេមិនមែនជារឿងរបស់អ្នកឡើយគឺជារឿងដែលពួកគេចង់បានឃ្លានោះបានផ្លាស់ប្ដូរទស្សនៈរបស់គាត់ជាលើកដំបូង Ethan ចាប់ផ្ដើមបំបែកការងាររបស់គាត់ចេញពីអត្តសញ្ញាណរបស់គាត់ចាប់ផ្ដើមយកចិត្តទុកដាក់លើរបៀបដែលអតិថិជនប្រាស្រ័យទាក់ទងគាត់ក៏សម្គាល់ឃើញថាប្រតិកម្មជាច្រើនរបស់ពួកគេមិនមែនជារឿងបុគ្គលឡើយតែវាផ្អែកលើចំណូលចិត្តការរំពឹងទុកឬសូម្បីតែភាពតានតឹងរបស់ពួកគេផ្ទាល់អតិថិជនម្នាក់អាចនឹងស្ថិតក្រោមសម្ពាធនៃការបរិច្ឆេទកំណត់របស់ពួកគេម្នាក់ទៀតប្រហែលជាមិនយល់ច្បាស់ពីអ្វីដែលខ្លួនឯងចង់បានការផ្ដោតមិត្តរបស់ពួកគេមិនមែនជាការកាត់សេចក្តីលើរូបគាត់ក្នុងនាមជាមនុស្សម្នាក់នោះទេវាគឺជាផ្នែកមួយនៃដំណើរការងារនៅពេល Ethan ឈប់យកគ្រប់យ៉ាងទុកក្នុងចិត្តវិធីសាស្ត្ររបស់គាត់ក៏ផ្លាស់ប្ដូរគាត់កាន់តែមានភាពច្បាស់លាស់ជំនួសឲ្យការមានប្រតិកម្មដាមអារម្មណ៍គាត់បានសួរសំណួរជំនួសឲ្យការសន្មតថាការរិះគន់មានន័យថាបរាជ័យគាត់ចាត់ទុកវាជាព័ត៌មានហើយសំខាន់បំផុតគឺគាត់ឈប់ចង់ភ្ជាប់តម្លៃខ្លួនឯងទៅនឹងរាល់ការផ្ដល់មិត្តទំនុកចិត្តរបស់គាត់បានត្រឡប់មកវិញមិនមែនដោយសារមនុស្សឈប់រិះគន់គាត់ទេតែដោយសារគាត់ឈប់ប្រកាន់វាជារឿងបុគ្គលនេះគឺជាការផ្លាស់ប្ដូរដែលអ្នកត្រូវតែធ្វើប្រសិនបើអ្នកចង់រក្សាភាពស្ងប់ស្ងាត់និងការគ្រប់គ្រងអ្នកត្រូវតែយល់ថាសម្ដីរបស់មនុស្សច្រើនតែជាការឆ្លុះបញ្ចាំងពីស្ថានភាពរបស់ពួកគេផ្ទាល់មិនមែនជានិយមន័យនៃរូបអ្នកឡើយនៅពេលនរណាម្នាក់និយាយចេញមកដោយភាពមុម៉ៅវាកំពុងប្រាប់អ្នកអំពីស្ថានភាពរបស់ពួកគេច្រើនជាងតម្លៃរបស់អ្នកនៅពេលនរណាម្នាក់រិះគន់អ្នកយ៉ាងខ្លាំងវាតែងតែបង្ហាញអំពីរបៀបប្រាស្រ័យទាក់ទងរបស់ពួកគេច្រើនជាងសមត្ថភាពរបស់អ្នកការមិនជាប់ជំពាក់ detachment មិនមែនជាភាពប្រងើយកន្តើយឡើយតែវាគឺជាភាពច្បាស់លាស់
វាគឺជាសមត្ថភាពក្នុងការស្ដាប់អ្វីដែលគេនិយាយដោយមិនបណ្ដោយឲ្យវាទៅរំខានដល់ទល់ឲ្យភាពក្នុងចិត្តរបស់អ្នកវាអនុញ្ញាតឲ្យអ្នកឆ្លើយតបដោយប្រាជ្ញាជំនួសឲ្យការមានប្រតិកម្មដាមអារម្មណ៍ហើយនៅពេលអ្នកមានភាពច្បាស់លាស់នោះអ្នកនឹងឈប់ចូលរួមក្នុងចំនួនដែលមិនចាំបាច់ព្រោះអ្នកលែងព្យាយាមការពារអ្វីមួយដែលមិនដែលត្រូវបានគេគំរាមកំហែងពិតប្រាកដនោះឡើយនឹងតែងតែមានមនុស្សដែលនិយាយដោយមិនបានគិតរិះគន់ដោយមិនបានយល់និងអ្នកដែលបញ្ចេញអារម្មណ៍របស់គេមកលើអ្នកដទៃនកមិនអាចគ្រប់គ្រងរឿងនោះបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងថាតើអ្នកទទួលយកវាប៉ុណ្ណាអ្នកអាចជ្រើសរើសអ្វីដែលអ្នកត្រូវរែកពាសនិងអ្វីដែលអ្នកត្រូវទុកចោលនៅពីក្រោយនៅពេលក្រោយដែលមាននរណាម្នាក់និយាយអ្វីដែលអវិជ្ជមានចូលឈប់បន្តិចហើយសួរខ្លួនឯងនៅសំណួរសាមញ្ញមួយតើរឿងនេះពាក់ព័ន្ធនឹងខ្ញុំពិតមែនឬភាគច្រើនចម្លើយនឹងគឺទេហើយនៅពេលអ្នកដឹងពីរឿងនោះអ្នកនឹងដោះលែងខ្លួនឯងពីតម្រូវការក្នុងការមានប្រតិកម្មអ្នកដោះលែងខ្លួនឯងពីទម្ងន់នៃអារម្មណ៍ដែលមិនចាំបាច់ពីព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែសមនឹងទទួលបានការចាប់អារម្មណ៍ពីអ្នកឡើយហើយប្រកាសណាស់មិនមែនគ្រប់យ៉ាងសុទ្ធតែសមនឹងមានកន្លែងនៅក្នុងចិត្តរបស់អ្នកឡើយនៅពេលអ្នកឈប់ទុកក្នុងចិត្តនៅអ្វីដែលមិនមែនជារឿងរបស់អ្នកនឹងការពារសន្តិភាពរបស់អ្នកតាមរបៀបដែលមនុស្សភាគច្រើនមិនដែលបានរៀនហើយការការពារនោះនឹងក្លាយជាកម្លាំងរបស់អ្នក